ស្ដាប់លោកតារឿងដូចខ្ញុំត្រឡប់ទៅស្ដាប់គាត់និយាយប្រវត្តិសាស្ត្រធ្វើឲ្យចេះដឹងច្រើនត្រឹមត្រូវស្ដាប់មួយយឺតនឹងបានដឹងរឿងច្រើនតាមរយៈដូចតែបើស្ដាប់សម្ដីរបស់នួនជានិងខៀវសំផនមិនដឹងទេដោយសារនួនជាចាស់ពេកហើយក៏បង្ហាញឲ្យយើងយល់ដឹងច្បាស់ថានួនជាលាក់លៀមច្រើនជាងដូចរួមទាំងការចេះដឹងរបស់មនុស្សនួនជានេះទៀតជាងដូចរីឯខៀវសំផនគ្មានចេតនាប្រាប់រឿងរ៉ាវរបស់ខ្មែរក្រហមទេគាត់ប្រឹងការពារខ្លួនគាត់ដោយយកតលហិកម្មមួយជាដើមទុនគឺគាត់ចង់និយាយប្រាប់ថាតុលាការមិនអាចកាត់ទោសមេខ្មែរក្រហមបានទេនៅពេលដែលអង្គជំនុំជម្រះមិនស្គាល់អង្គការខ្មែរក្រហមមានន័យថាគេអត់អាចកាត់ទោសជនជាប់ពិរុទ្ធបានទេបើគេមិនស្គាល់អង្គការចាត់តាំងគោលបំណងជាក់លាក់និងទង្វើជាក់លាក់របស់ខ្មែរក្រហមខៀវសំផនប្រឹងការពារខ្លួនតាមរយៈការតវ៉ានឹងហើយក៏ត្រូវតុលាការគេប្រងើយកន្តើយក៏គាត់មិនសប្បាយចិត្តគាត់ក៏និយាយថាគាត់មិនពេញចិត្តដោយគាត់យកលេសថាតើអ្នកកាត់ទោសខ្ញុំដូចម្ដេចបើអ្នកមិនស្គាល់អង្គការខ្ញុំផងខៀវសំផនប្រើគំនិតនេះដើម្បីការពារខ្លួនហើយនៅពេលដែលគាត់កំពុងជាប់គុកនឹងគាត់ត្រូវការឧបករណ៍ដើម្បីសរសេរតើការសរសេររបស់គាត់នឹងអាចធ្លាយចេញមកក្រៅឬទេរហូតមកដល់ពេលនេះខៀវសំផនក៏ចាស់មែនទែនហើយយើងមិនដឹងថាតើអាចដឹងអ្វីទេតែមនុស្សខៀវសំផននេះជាមនុស្សលាក់បាំងនៅពេលថ្មីនេះខ្ញុំបានទទួលសៀវភៅដែលសរសេរអំពីជួនមុំខ្ញុំបានធ្វើវីដេអូអំពីជួនមុំនេះហើយតែខ្ញុំមិនទាន់អានសៀវភៅដែលអ្នកនិពន្ធអះអាងថារស់នៅជាមួយជួនមុំ30ឆ្នាំតើជួនមុំនោះជាអ្វីដើមទំព័រនៃសៀវភៅអំពីជួនមុំបានប្រកែកថាជួនមុំមិនបានចូលបកកុម្មុយនីទេមិនដូចគេនិយាយទេជួនមុំគឺជាជនដែលអត់មានមនោគមវិជ្ជាខ្ញុំអានហើយនឹកឃើញចង់សើចលោកស្រីដែលនិពន្ធសៀវភៅហ្នឹងគាត់មានសញ្ញាបត្របរិញ្ញាបត្របណ្ឌិតណាគាត់មានដុកទិរាផងណាគាត់កើតឆ្នាំ1951អាយុបងខ្ញុំគាត់រៀនសូត្រចេះដឹងប៉ុន្តែគាត់និយាយដោយគាត់ជាអ្នករៀបរៀងសៀវភៅប៉ុន្តែគាត់អត់ខ្មាស់ទេគាត់អត់ខ្មាស់នឹងហេតុផលដែលគាត់និយាយថាអាជួនមុំនេះវាអត់ដែលចូលបកណាទេមិនដូចគេនិយាយទេវាជាមនុស្សគ្មាន ideology វាជារឿងមួយដែលមិនអញ្ចឹងនៅក្នុងទំនាក់ទំនងដែលស្ពាកសម្ដីនិងសកម្មភាពរបស់អាជួនមុំនេះសកម្មភាពរបស់វាតាំងពីវានៅរៀនរហូតដល់វាមកស្រុករហូតដល់វាធ្វើការជាមួយខ្មែរក្រហមសកម្មភាពវាឆ្លុះបញ្ចាំងថាវាជាបកជនពីព្រោះគ្មានឆ្កែណានៅក្នុងបកកុម្មុយនីកម្ពុជាឲ្យមនុស្សដែលគ្មានសមាជិកភាពបកធ្វើការដោយអាជួនមុំទេអញ្ចឹងលោកស្រីដែលនិពន្ធសភៅរៀបរៀងសភៅឲ្យជួនមុំគាត់អត់ខ្មាស់មាត់គាត់មិននឹកមានសញ្ញាបត្រដុកទិរាណាគួរណាស់មានកងស្យងហើយនឹង logic មកនិយាយថាខ្ញុំរស់នៅជាមួយលោកជួនមុំ30ឆ្នាំគាត់មិនមែនជាគាត់អត់ចូលសមាជិកបកណាមួយទេហើយគាត់មិនមែនជាពួកដែលជឿលើមនោគមវិជ្ជាវាផោមក្នុងទឹកកុហកគេវានៅតែស្អុយណាអាហ្នឹងអញ្ចឹងការដែលស្ដាប់ដូចមានតែដូចទេដែលផ្ដល់នៅព័ត៌មានមួយចំនួនតែកុំច្រឡំឲ្យសោះមានសាច់រឿងមួយចំនួនដូចធ្វើ narrative ធ្វើជាវោហារសាស្ត្រអមជាមួយនឹងសាលាក្តីឧទាហរណ៍ដូចលើករឿងលើកឡើងមួយគេថាហេតុដូចមិនដេចណាហេតុដូចមិនដេចបានជាមានការកាប់សម្លាប់នឹងធ្វើឲ្យមនុស្សស្លាប់នៅក្នុងសម័យខ្មែរក្រហមដូចនិយាយត្រូវប៉ុន្តែដូចអែបទៅតាមរឿងហ្នឹងនិយាយត្រូវប៉ុន្តែវាអែបទៅតាមរឿងហ្នឹងដូចនិយាយថាអ្នកដែលមានអំណាចនិងកំទេចខ្មាំងក្នុងជួរនិងក្រៅជួរបកគឺក្រុម4ក្រុមណាគណៈអចិន្ត្រៃយ៍មជ្ឈិម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 ទទួលបន្ទុកអ្នកសម្រាប់លើការកំទេចខ្មាំងនៅក្នុងជួរក្រៅជួរដែលអង្គការរកឃើញតាមអង្គភាពរដ្ឋអង្គភាពបកទាំងឡាយទាហានខាងផ្នែកយោធាវាសេនាធិការមជ្ឈិមជាអ្នកសម្រាប់អាហ្នឹងមនុស្សទី2មនុស្សទី2ក្រុមមនុស្សទី2ហើយចំណែកឯការសម្រេចថាកំទេចខ្មាំងនៅក្នុងជួរឬក្រៅជួរហ្នឹងណាវាស្រេចទៅលើគណៈកម្មាធិការភូមិភាគណាហើយមួយទៀតខ្ញុំភ្លេចទៅគឺដូច
ចង្អុលបង្ហាញអា4ហ្នឹងជាគ្រឹះស្ថានដែលសម្រាប់ថាអ្នកណាស្លាប់អ្នកណារស់នៅក្នុងសម័យខ្មែរក្រហមវាពិតអញ្ចឹងមែនវាពិតអញ្ចឹងមែនក៏ប៉ុន្តែអ្វីដែលវាបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមពី17មេសាមក7មករាវាកើតធំជាងហ្នឹងវាបែកធ្លាយធំជាងហ្នឹងដែលដូចមិននិយាយពីព្រោះអ្វីពីព្រោះគាត់ចង់សម្រាលទុកទោសគាត់ដែរយើងមិនបន្ទោសគាត់ទេគាត់ត្រូវការសម្រាលទុកទោសគាត់ណាគាត់ត្រូវសម្រាលទុកទោសគាត់ដូច្នេះគាត់ត្រូវតែលាក់លៀមអញ្ចឹងដូចប្រាប់រឿងរ៉ាវច្រើនតែដូចក៏មានការរៀបចំខ្លួនហើយដូចនេះឆ្លាតណាដូចនេះឆ្លាតណាការចងចាំរបស់គាត់គឺមាំមួនណាដូចនេះមាំមួនមែនតើការចងចាំមាំមួនណាសំបីតែអ្វីដែលគាត់បានអានតាមរយៈឯកសារនៃសាលាក្តីនិងអ្វីដែលគាត់ចងចាំកិច្ចការរបស់គាត់ហើយមនុស្សដូចនេះអាចរស់បានក្នុង3ឆ្នាំ4ឆ្នាំហ្នឹងដែលអាចរស់បានណាដោយសារមនុស្សដូចនេះប្រយ័ត្នប្រយែងក្នុងកិច្ចការខ្លួនណាបើមិនចឹងទេគេក៏សម្លាប់គាត់ដែរហើយគាត់សារភាពថាគាត់ភ័យរហូតដល់ប្រពន្ធគាត់ពេលគាត់ចាញ់ទៅធ្វើការរហូតដល់ម៉ូតូមកផ្ទះវិញបាត់ដឹងថាប្តីរស់ហើយអាអ្នកនៅផ្ទះហ្នឹងក៏មកផ្ទះមកសម្បុកហ្នឹងក៏ផ្ញើជីវិតទៅលើប្តីបើប្តីមកវិញអាហ្នឹងរស់ទាំងអស់គ្នាបើប្តីចាញ់ទៅធ្វើការមិនដឹងអាណាងាប់ណារស់ទេគឺពិតជាអញ្ចឹងអាហ្នឹងគឺពិតសូថាតើដូចនឹង20ទេវាខ្លាចទេខ្លាចពីព្រោះខ្មែរក្រហមចាប់ចំណុចមួយទៀតដូចនិយាយត្រូវថាអាប៉ុលពតនេះវាកើតបញ្ហាប៉ារ៉ាណុយដូចគាត់អានមិនច្បាស់ទេបើគាត់ចង្អុលបង្ហាញថាវាប៉ារ៉ាណុយណាប៉ារ៉ាណុយហើយសម្ដីមួយទៀតដែលពេលចាប់វ៉នវេតដែលជាសមាជិកអចិន្ត្រៃយ៍មជ្ឈិមដែលចាប់វ៉នវេតក្រោយគេនៅឆ្នាំ1978ចាប់វ៉នវេតដែលជាអចិន្ត្រៃយ៍មជ្ឈិមធំមែនទែនគឺស្មើនឹងពួកអ្នកដតីនៅក្នុងជួរអង្គការអចិន្ត្រៃយ៍ចាប់វ៉នវេតហើយវ៉នវេតគាត់និយាយប្រាប់ដូចយកមកនិយាយប្រាប់អញមានកម្មករជាង50000នាក់អាហ្នឹងកិច្ចការរបស់វ៉នវេតតាក់ទងនឹងមនុស្សប៉ុលពតនេះជាសត្វកាឌីវ៉ាច់មានន័យថាប៉ុលពតគិតថាវ៉នវេតហ្នឹងមានកម្មករជាង50000នាក់អាចបះបោអាចក្បត់ទស្សនៈរបស់វ៉នវេតក្នុងការហៅប៉ុលពតថាកាឌីវ៉ាច់នេះគឺចង់និយាយថាប៉ុលពតជាមនុស្សគាត់ខ្លាចស្លាប់គាត់ខ្លាចគេផ្ដួលគាត់ខ្លាចគេក្បត់គាត់ដូច្នេះឲ្យតែកម្មាភិបាលណាមានប្រជាប្រិយភាពឬក៏មានអំណាចនៅលើមនុស្សហ្នឹងប៉ុលពតចាត់ទុកថាជាបទសង្ស័យដ៏ធំអញ្ចឹងវ៉នវេតគាត់ថាឲ្យដូចថាអគ្គិរកណាគាត់ថាអញ្ចឹងហើយដឹងគេចាប់អញដោយសារអីទេចាប់អញដោយសារតែប៉ុលពតហ្នឹងវាប៉ារ៉ាណុយអាហ្នឹងក៏ខ្ញុំសិក្សាទៅឃើញថាវាការពិតអញ្ចឹងអត់មនុស្សដែលផ្ដាច់ការចេះតែសម្លាប់ចេះតែចាប់ចងពីព្រោះមានបញ្ហាប៉ារ៉ាណុយគឺការសង្ស័យថាមានមនុស្សក្បត់ខ្លួនហ្នឹងអញ្ចឹងហើយរវាងមេដឹកនាំរបស់ដូចដែលមានសនសេនហើយនឹងនួនជាមនុស្សពីរហ្នឹងខុសខើដូចគ្នានួនជានេះក៏ខុសខើសម្បំដែលទោះបីដូចមិននិយាយចាំក៏ដោយយើងមើលឃើញដឹងថានួនជាបានបញ្ជាឲ្យសម្លាប់មនុស្សច្រើនណាហ្នឹងមួយទៀតសនសេននេះខុសខើណាស់នួនជាកាន់ស21នៅពេលដែលសនសេនចេញទៅលាក់អាវុធនៅក្នុងព្រៃឆ្នាំ78នួនជាគាត់คล้ายទៅជាអ្នកបញ្ជាផ្ទាល់លើដូចនៅពេលដែលសនសេនចេញទៅមនុស្សសនសេននេះកាលនៅជាមេដឹកនាំពីលើ21ដូចហ្នឹងគឺសាហាវខុសខើណាស់សាហាវខុសខើស្ដាប់ដូចនិយាយគាត់មិននិយាយថាគ្រូគាត់ហ្នឹងសាហាវខុសខើទេគាត់ថាលោកគ្រូសំសេនហ្នឹងរៀនខាងpsychology គឺបកកែចិត្តសាស្ត្រអញ្ចឹងគាត់និយាយល្អពីគ្រូគាត់សំសេនតែអាការដែលដូចនិយាយហើយនឹងរៀបរាប់ពីការងាររវាងមេហើយនឹងខ្លួនហ្នឹងបង្ហាញឲ្យឃើញថាសំសេននេះសាហាវណាស់អញ្ចឹងការសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រចៅដឹងទេការរៀនសូត្រពីប្រវត្តិសាស្ត្រគឺចេះយកមកគិតជាវិទ្យាសាស្ត្រច្រើនណាស់ទើបដឹងថាអា narrative ណាតួសេចក្តីនៃប្រវត្តិសាស្ត្រហ្នឹងវាចង្អុលបង្ហាញពីអីសនសេនហើយនឹងនួនជានេះសាហាវទាំងពីរសាហាវណាស់ហើយដូចនេះណាមិនមែនជាមនុស្សសាហាវទេតែជាមនុស្សដែលខំប្រឹងទីមួយក៏ដូចនេះជាមនុស្សអ្នកដែលជឿទៅលើបដិវត្តដ៏ឆ្អិនឆ្អៅហ្នឹងមួយទៀតគឺខំប្រឹងធ្វើខ្លួនឲ្យទៅជាបកជនដ៏ស្រួចស្រាវហើយបើក្រៅពីដូចហ្នឹងគេបើក្រៅពីដូចដែលវាបន្តធ្វើមេ21ហ្នឹងផ្លាស់មេនឹងប៉ុន្មានដងនេះពីព្រោះអាភាពជ្រួលច្បល់របស់ខ្មែរក្រហមវាសម្លាប់គ្នាច្រើនណាស់បងប្អូនប្លែកណាខ្ញុំវិភាគណាអត់ដូចវាមិនសាហាវទេប៉ុន្តែវាជាមនុស្សឆ្អិនឆ្អៅខុសគ្នាពីសាហាវគឺឆ្អិនឆ្អៅគឺមាំមួនថាជឿអង្គការបកទៅធ្វើខ្លួនឲ្យត្រឹមត្រូវមិនមែនចិត្តសាហាវថាចង់អានេះស្លាប់នោះស្លាប់ទេគឺខំធ្វើខ្លួនណាមនុស្សមួយទៀតដែលខំធ្វើខ្លួនឲ្យត្រឹមត្រូវគឺខៀវសំផនវាមិនសាហាវទៅ
ចង់ចាប់អាណាមិនចាប់អាណាទេតែវាត្រូវធ្វើខ្លួនវាឲ្យនៅមមួនពីព្រោះបើវាមិនធ្វើអញ្ចឹងទេវាមិនអាចរស់នៅជាមួយគណៈអចិន្ត្រៃយ៍មជ្ឈមបានទេវាក៏មិនអាចកាន់មន្ទីរ807បានដែរវាត្រឹមត្រូវហើយមន្ទីរ807ជាអ្នកសម្រាប់ឲ្យចាប់អ្នកនេះអ្នកនោះប៉ុន្តែកិច្ចការរបស់វាអាធិបខុសខើរបស់គេសម្ព័ន្ធវាមិនខុសខើពេកទេតែបើយើងប្រៀបធៀបចាត់កំណត់របស់មេខ្មែរក្រហមទាំងពួកសេរីប្រជាធិបតេយ្យសេរីប្រជាធិបតេយ្យវាក្រត់បើជាងធម្មតាកុម្មុយនីសវាតែងតែសម្លាប់តែមនុស្សពីរនាក់ដែលកាន់ស21ដែលស្ដាប់ដូចអត្ថាធិប្បាយទៅយល់ឃើញថាសាហាវណាស់គឺសន្សេរនេះមួយនួនជានេះពីររីឯមនុស្សដែលជាគណៈភូមិភាគដ៏សាហាវគឺទី1គឺតមុកទី2គឺកែពកមនុស្សពីរនាក់នឹងសាហាវហ្មងមនុស្សពីរនាក់នឹងសាហាវចង្អៀតណាស់សម័យខ្មែរក្រហមគឺជាសម័យចង្អៀតមែនតើចង្អៀតមែនតើហើយខ្ញុំមិនតែស្ដាប់ដូចទេខ្ញុំសិក្សាពីខ្មែរក្រហមហ្នឹងវា40ឆ្នាំហើយ40ឆ្នាំហើយដល់មកខ្ញុំឃើញចភៅគេសរសេរពីអាជួនមុំនេះចង់សើចវាអត់មានអីតវ៉ាទៅជាចង់សើចត្រង់ថាយីចេះនិយាយភូតចឹងទៅរួចដែរថាខ្លួននឹងមិនចូលបកកុម្មុយនីសទេនៅក្នុងជួរបកគេអត់ដែលយកមនុស្សដែលមិនមែនជាបកជនទៅធ្វើការធំដុំដូចអាជួនមុំទេកិច្ចការដែលអាជួនមុំវាធ្វើគឺជាបកជនកិច្ចការយើងជាសមាជិកបកណាបានយើងធ្វើបានហើយលោកស្រីអ្នកនិពន្ធនឹងគាត់ចេះនិយាយដោយឥតគាត់ដល់ណាក់ដុកទ័រគ្មាន logic មកនិយាយអញ្ចឹងបាក់ណាប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលទេមនុស្សនៅក្នុងស្រុកប្រាំងមិនមែនស្រុក democracy របៀបអាមេរិកទេស្រុកប្រាំងវាជា socialistic democracy មនុស្សមើលឃើញមនុស្សនៅស្រុកប្រាំងមើលឃើញកុម្មុយនីសអត់អាក្រក់ទេមើលឃើញកុម្មុយនីសអត់សាហាវទេសូម្បីតែភ្លក់រសជាតិកុម្មុយនីសហើយក៏មើលឃើញតែកុម្មុយនីសអីខ្ញុំមានជីដូនមួយអីវាប្រាប់ខ្ញុំថាហ្នឹងបតិកុម្មុយនីសហើយបតិ socialist ប្រាំងគេធ្វើល្អណាស់ហើយវាចេញពីខ្មែរក្រហមទៅវាមិននិយាយប្រាប់ខ្ញុំអញ្ចឹងណាអញ្ចឹងវាមិនខ្វះទេព្រោះសង្គមបារាំងជាសង្គមគេហៅថា socialistic democracy សង្គមប្រាំងជាសង្គមពាក់កណ្ដាលសង្គមនិយមពាក់កណ្ដាលប្រជាធិបតេយ្យមនុស្សយល់ឃើញថារបបរដ្ឋគឺជាយុត្តិធម៌សង្គមអានឹងជាការយល់ឃើញរបស់បើប្រាំងហ្មងប្រាំងលោកយល់អញ្ចឹងណាអញ្ចឹងទៅលោកស្រីហ្នឹងគាត់សរសេរតែជួនមុំហ្នឹងវាជាមនុស្សដែលគ្មាន ideology មិនចូលបកវាគួរចង់សើចគួរចង់សើចណាគួរចង់សើចអាហ្នឹងអញ្ចឹងឆ្លើយប៉ុណ្ណឹង